សំណួរមួយនៅថ្ងៃអាទិត្យតើតូនីទៅលេងផ្ទះនរណាថ្ងៃអាទិត្យតូនីទៅលេងផ្ទះបូបូ 2. តើបូបូកំពុងធ្វើអ្វីបូបូកំពុងគូរ 3. តើម្ដាយរបស់បូបូកំពុងធ្វើអ្វីម្ដាយរបស់បូបូកំពុងដាក់គ្រាប់សៀវភៅឲ្យពួកគេ 4. តើតូនីនិយាយដូចម្ដេចជាមួយបូបូតូនីនិយាយមិនល្អទេគាត់ប្រកាសជាមានការអ្វីហើយអ៊ីចឹងយើងប្រញាប់ទៅជួបគាត់លំហាត់ក៏ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវអាទិត្យមិត្តដើរគួរបន្តិចកំពុងប្រញាប់បណ្ដើរប្រកាសខតើតូនីជាកូនតូនសាយដូចម្ដេចចូលជ្រើសរើសចម្លើយសមស្រប 2. តូនីជាកូនតូនសាយល្អកៅតើខ្លឹមសារនិងរូបភាពណាត្រូវគ្នា 1. តូនីនិងបូបូកំពុងអានសៀវភៅសំណេរក៏ចូលសរសេរតាមអានចម្លងពាក្យនិងល្បះខាងក្រោមអាទិត្យតូនសាយសប្បាយមិត្តជីតាប្រកាសបន្តិចគាត់ប្រកាសជាមានការអ្វីហើយអ៊ីចឹងយើងប្រញាប់ទៅជួបគាត់ខចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមរូបភាពកាត់បោះដាំបេះមួយជីតាខ្ញុំកំពុងកាត់ស្មៅម្ដាយខ្ញុំបេះផ្លែប៉េងប៉ោះ 2. ឪពុកខ្ញុំកំពុងដាំកូនឈើជីដូនខ្ញុំបោះសម្រាម